chắc có vấn thì hình phụ trả miền này tháបញ្ហានេះស្មុគស្មាញណាស់សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Tech Original Share ចុងវ៉ាន់ថ្ងៃនេះយើងនឹងរៀនពាក្យចិនមួយដែលប្រើញឹកញាប់ណាស់ក្នុងការសន្ទនាគឺពាក្យphụ trảមានន័យថាស្មុគស្មាញពិបាកយល់ឬមិនសាមញ្ញពាក្យផ្ទុយរបស់វាគឺជាតានដែលមានន័យថាសាមញ្ញឥឡូវនេះយើងមកមើលឧទាហរណ៍ទាំង10ប្រយោគជាមួយគ្នាឥឡូវយើងចាប់ផ្ដើមប្រយោគទី1របស់យើងchắc có vấn thì hình phụ trảមានន័យថាបញ្ហានេះស្មុគស្មាញណាស់បាទចឹងយើងមកស្វែងយល់អំពីប្រយោគនេះទាំងអស់គ្នាចង់ចំពោះពាក្យ这个ប្រែថានេះvấn thìមានន័យថាបញ្ហា很មានន័យថាណាស់phụ trảស្មុគស្មាញបាទចឹងយើងចូល clear ទី2យើង这本书内容很复杂这本书内容很复杂មានន័យថាខ្លឹមសារសៀវភៅនេះស្មុគស្មាញណាស់ឥឡូវយើងមកស្វែងយល់អំពីប្រយោគទី2យើង这本书បាទ这本书មានន័យថាសៀវភៅនេះ内容បាទ内容ប្រែថាខ្លឹមសារ很复杂ស្មុគស្មាញណាស់អញ្ចឹងយើងចូលប្រយោគទី3យើង中文语法不复杂មានន័យថាវេយ្យាករណ៍ភាសាចិនមិនស្មុគស្មាញទេឥឡូវយើងមកស្វែងយល់អំពីឃ្លាទី3យើងបន្តទៀត中文ភាសាចិន语法យើងប្រែថាវេយ្យាករណ៍不复杂មិនស្មុគស្មាញឥឡូវយើងបន្តចូលប្រយោគទី4这项工作比较复杂មានន័យថាការងារនេះស្មុគស្មាញបន្តិចឥឡូវយើងមកស្វែងយល់អំពីប្រយោគនេះទៀតបាទពាក្យថាកងជាប់ប្រែថាការងារពីចៅបន្តិចឬក៏គួរសមហ្វូចាបាទហ្វូចាជាងនឹងហើយយើងប្រែថាស្មុគស្មាញហើយឥឡូវយើងចូល clear ទី5他的想法太复杂了មានន័យថាគំនិតរបស់គាត់ស្មុគស្មាញពេកហើយ他的ប្រែថារបស់គាត់想法គំនិតtháiបាទtháiយើងប្រែថាពេកប្រយោគទី6យើង不要把事情想得太复杂មានន័យថាកុំគិតថារឿងនេះស្មុគស្មាញពេកតែយើងមកស្វែងយល់ពាក្យនៅក្នុងប្រយោគមួយនេះ不要បាទ不要យើងប្រែថាកុំ事情យើងប្រែថារឿង觉得គិតថា太复杂បាទ太复杂គឺមានន័យថាស្មុគស្មាញពេកឥឡូវមើលប្រយោគទី7របស់យើងបន្តទៀត这个机器的操作很复杂មានន័យថាការប្រើប្រាស់ម៉ាស៊ីននេះស្មុគស្មាញណាស់ស្វែងយល់ពាក្យនៅក្នុងប្រយោគនេះបាទ机器យើងប្រែថាម៉ាស៊ីន操作បាទ操作ការប្រើប្រាស់ឬក៏ប្រតិបត្តិការបាទប្រយោគទី8复杂的问题需要时间解决មានន័យថាបញ្ហាស្មុគស្មាញត្រូវការពេលវេលាដើម្បីដោះស្រាយឥឡូវយើងមកស្វែងយល់ពាក្យនៅក្នុងប្រយោគនេះ需要បាទ需要ត្រូវការ时间មានន័យថាពេលវេលា解决បាទដោះស្រាយឥឡូវយើងចូលប្រយោគទី10这件事情没有你想的那么复杂មានន័យថារឿងនេះមិនស្មុគស្មាញដូចអ្នកគិតទេបាទអញ្ចឹងត្រង់ចំណុចនេះគឺយើងអាចបង្កើតប្រយោគផ្សេងៗទៀតបានដូចជា没有什么那么បាទយើងប្រែថាមិនអ្វីទៅដូចបាទចុងពាក្យថា事情បាទ事情គឺរឿងបាទឥឡូវយើងចូលដល់ប្រយោគចុងក្រោយរបស់យើង复杂的事情要慢慢处理មានន័យថារឿងស្មុគស្មាញត្រូវដោះស្រាយបន្តិចម្ដងអញ្ចឹងពាក្យនៅក្នុងប្រយោគនេះបាទម៉ាន់បន្តិចម្ដងបាទឈូលីបាទគឺន័យថាដោះស្រាយអ្នកយល់ពីមេរៀននេះសូមជួយចុច like និង subscribe Channel Tech Original
ហើយកុំភ្លេចជួយចុចរូបកណ្ដឹងដើម្បីទទួលបានមេរៀនភាសាចិនថ្មីៗជារៀងរាល់ថ្ងៃបាទអញ្ចឹងសម្រាប់វីដេអូយើងថ្ងៃនេះគឺយើងមានតែប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយបាយ